បាទសូមស្វាគមន៍មកកាន់កិច្ចសម្ភារពិសេសសម្រាប់កម្មវិធីទូទស្សន៍ CNC នៅថ្ងៃនេះពីកម្មវិធីមានកិត្តិយសមានការជើញចូលរួមពីសំណាក់ឯកឧត្តមប៉ែនធីរុងដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលបាទកម្មវិធីសម្ភារនៅថ្ងៃនេះគឺផ្ដោតទៅលើប្រធានបទពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈនិងឆ្លើយតបទៅនឹងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាបាទជំរាបខ្ញុំសូមជម្រាបសួរអាដាមបាទអាដាមដោយសារតែស្ថានភាពនៃការអភិវឌ្ឍនៅប្រទេសកម្ពុជារបស់យើងនឹងឃើញថាយើងជឿនលឿនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំហើយពេលនោះកម្ពុជាត្រូវការប្រភពធនធានហិរញ្ញវត្ថុដើម្បីគ្រប់គ្រងទៅដល់ការអភិវឌ្ឍប្រទេសរបស់ខ្លួនដែលក្នុងនោះយើងឃើញកើតមានកម្ពុជាត្រូវការខ្ចីប្រភពហិរញ្ញវត្ថុពីក្រៅប្រទេសដែលធ្វើឲ្យលេចឡើងនៅបំណុលសាធារណៈចំពោះប្រទេសកម្ពុជាបាទហើយខ្ញុំចង់ដឹងថាអ្វីទៅជាបំណុលសាធារណៈអាដាមបាទជាធម្មសូមជំរាបសួរបងប្អូនទូរទស្សនិកជនជាទីគោរពសូមជំរាបសួរលោកបាទសូមជំរាបសួរចន្ទថ្លាតំណាងទូទស្សន៍ CNC នាពេលនេះហើយនឹងសូមអរគុណដែលបានអញ្ជើញខ្ញុំបាទមកសម្ភាសភាសាអំពីការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជាហើយក៏ជាការផ្ដល់ឱកាសឲ្យខ្ញុំបាទក្នុងនាមជាមន្ត្រីជំនាញចែកទេសនៃការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានឱកាសក្នុងការបកស្រាយពន្យល់ជម្រាបជូនបងប្អូនទូរទស្សនិកជនឲ្យបានជ្រាបដែរដើម្បីកុំឲ្យមានការភ័ន្តច្រឡំទៅថ្ងៃក្រោយទៀតទៅលើការគ្រប់គ្រងបំណុលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានេះមុននឹងឆ្លើយទៅនឹងសំណួរទី1ដែលថាស្អីទៅជាបំណុលសាធារណៈហើយវាកើតឡើងយ៉ាងដូចម្ដេចនោះខ្ញុំសូមការអធិស្ឋានពីបងប្អូនទូរទស្សនិកជនចំពោះការពន្យល់បកស្រាយនៅកិច្ចការនៃការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជាពីព្រោះកិច្ចការនេះជាកិច្ចការជំនាញជាកិច្ចការបច្ចេកទេសអញ្ចឹងខ្ញុំព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំក្នុងការពន្យល់ជាសម្រាយជាពាក្យពេចន៍ដែលងាយស្ដាប់ងាយយល់ប៉ុន្តែក្នុងករណីដែលចាំបាច់ដែលជៀសមិនបានខ្ញុំអាចនឹងប្រើភាសាបច្ចេកទេសព្រោះវាជាជំនាញមួយក្នុងការគ្រប់គ្រងបំណុលសាធារណៈហ្នឹងនៃជំនាញផ្សេងទៀតហើយក្នុងករណីដែលចាំបាច់បំផុតទៀតប្រហែលជាខ្ញុំអាចប្រើភាសាបរទេសបន្ថែមគឺភាសាអង់គ្លេសអញ្ចឹងសូមមេត្តាអធិស្ឋាននៅចំណុចនេះទី1យើងត្រូវយល់ថាស្អីទៅជាបំណុលសាធារណៈបាទបំណុលសាធារណៈនេះគឺជាបំណុលរបស់រដ្ឋភាសាច្បាប់ភាសាបច្ចេកទេសហ្នឹងគឺជាបំណុលរបស់រដ្ឋកើតឡើងតាមច្បាប់ដែលច្បាប់អនុញ្ញាតឲ្យយើងខ្ចីដែលច្បាប់អនុញ្ញាតឲ្យយើងធ្វើប្រតិបត្តិការនោះហើយមិនមែនជាបំណុលដែលកើតឡើងពីបំណុលផ្សេងដែលគ្មានការធានាពីរដ្ឋទេចឹងតែមានការធានាពីរដ្ឋមានការធានាពីរដ្ឋទើបយើងហៅថាជាបំណុលសាធារណៈគឺបំណុលរដ្ឋនិយាយខ្លីទៅរដ្ឋយើងជាពាក់គេនឹងហៅថាបំណុលសាធារណៈហើយកើតឡើងដោយសារអីដែរបាទមុននឹងជម្រាបថាកើតឡើងដោយសារអីទី1យើងទៅថាបំណុលសាធារណៈនោះវាមាន2ប្រភេទ2ផ្នែកបំណុលសាធារណៈដែលយើងហៅថាបំណុលសាធារណៈក្រៅប្រទេសយើងខ្ចីពីក្រៅឬក៏យើងបោះសញ្ញាប័ណ្ណរដ្ឋអធិបតេយ្យហៅថា sovereign bonds មួយទៀតគឺបំណុលសាធារណៈក្នុងប្រទេស
ដែលកើតឡើងដោយសារយើងបោះសញ្ញាប័ណ្ណរដ្ឋឬក៏ភាសាអង់គ្លេសថា government securities វាកើតឡើងដោយសារអីបើភាសាបើយើងគិតនៅក្នុងការជីវភាពរស់នៅរបស់ជាពលរដ្ឋបច្ចុប្បន្នសាមញ្ញធម្មតាឬក៏ក្រុមហ៊ុនក៏ដោយគឺបើក្រុមហ៊ុនគាត់ត្រូវការរកស៊ីគាត់រកស៊ីដើមទុនរបស់គាត់ជាអត់គ្រប់ទេក្នុងការធ្វើប្រតិបត្តិការអញ្ចឹងគាត់ខ្ចីគេហើយជាការរកស៊ីរបស់ក្រុមហ៊ុនប្រភេទជាក្រុមហ៊ុនក្តីជាការរកស៊ីលក្ខណៈជាគ្រួសារក្តីតែថាដើមទុនអត់គ្រាន់យើងខ្ចីគេយើងខ្ចីពីធនាគារខ្ចីពីធនាគារខ្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងប្រទេសអីចឹងទៅហ្នឹងហើយកើតទៅជាបំណុលអញ្ចឹងរដ្ឋមួយក៏អញ្ចឹងដែរប្រទេសមួយក៏អញ្ចឹងដែរត្រូវការអភិវឌ្ឍប្រទេសក្នុងដំណាក់កាលដែលប្រទេសហ្នឹងมันមានថវិកាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍអញ្ចឹងត្រូវខ្ចីប្រទេសណាក៏ត្រូវការខ្ចីដែរអញ្ចឹងកើតឡើងដោយសារតម្រូវការនៃការអភិវឌ្ឍតម្រូវការនៃការវិនិយោគសាធារណៈយើងខ្ចីពីគេមកហើយយើងហិរញ្ញប្បទានទៅលើគម្រោងវិនិយោគសាធារណៈដែលផ្ដល់ផលប្រយោជន៍ឲ្យសាធារណជនទូទៅដែលផ្ដល់ផលប្រយោជន៍ឲ្យជួយជំរុញកំណើនក្នុងរយៈពេលវែងជួយជំរុញផលិតភាពនៃផលិតកម្មឬក៏ផលិតភាពសេដ្ឋកិច្ចប៉ុន្តែបើយើងនិយាយថាការឡើងដោយសារអីមួយទៀតឲ្យវាច្បាស់នោះកាលណាយើងខ្ចីគេវាកើតឡើងខ្ចីពីក្រៅគឺបំណុលសាធារណៈក្រៅប្រទេសហើយបើខ្ចីក្នុងប្រទេសវាជាបំណុលសាធារណៈក្នុងប្រទេសហើយខ្ចីពីក្រៅនោះមានពីរខ្ចីពីធនាគារអភិវឌ្ឍពីក្រៅឬក៏ធនាគារជាពាណិជ្ជអីពីក្រៅប្រទេសឬមួយក៏យើងបោះសញ្ញាប័ណ្ណរដ្ឋអធិបតេយ្យហៅ sovereign bonds ហ្នឹងគឺកើតឡើងដោយសារទាំងអស់ដែលខ្ញុំបានរៀបរាប់ខាងដើមអាដាមបច្ចុប្បន្នមើលឃើញស្ថានភាពកម្ពុជាបែបម៉េចបានចាំបាច់ត្រូវយើងខ្ចីបំណុលពីក្រៅប្រទេសហើយបច្ចុប្បន្នយើងខ្ចីពីប្រទេសណាខ្លះដែរបាទហេតុអីបានយើងខ្ចីពីក្រៅប្រទេសខ្ញុំជម្រាបខាងដើមមិញបាញ់ទោះបីជាក្រុមហ៊ុនក្តីទោះបីជាការរកស៊ីជាលក្ខណៈគ្រួសារក្តីកាលណាយើងមានដើមទុនមិនគ្រប់គ្រាន់គឺយើងត្រូវខ្ចីបន្ថែមហើយប៉ុន្តែយើងខ្ចីមកបើថាជាក្រុមហ៊ុនគឺយើងបើតែយើងខ្ចីលុយបង្កើតលុយបាទយ៉ាងហ្នឹងគេខ្ចីហើយខ្ចីយកលុយមកបង្កើតលុយនឹងជារបររកស៊ីអញ្ចឹង equity គឺដើមទុនវាអត់គ្រប់គ្រាន់គេខ្ចីមកហ្នឹងប៉ុន្តែកម្ពុជាយើងហាត់អីយើងខ្ចីពីក្រៅប្រទេសបាទយើងខ្ចីពីក្រៅប្រទេសភាសាទី1ប្រទេសរបស់យើងនៅជាប្រទេសកំពុងអភិវឌ្ឍដែលយើងត្រូវរកប្រភពទុនដែលថោកប្រភពទុនដែលថោកប្រភពទុនដែលថោកហើយមានហានិភ័យទាបប្រភពទុនដែលថោកគឺប្រភពទុនដែលបានមកពីធនាគារអភិវឌ្ឍគេហៅថា development bank បាទជាទ្វេភាគីគឺហៅ Exim Bank អានឹងជាធនាគារអភិវឌ្ឍឬមួយក៏ development bank នៃប្រទេសណាមួយ Exim Bank នៃប្រទេសណាមួយដែលផ្ដល់ឲ្យយើងខ្ចីហើយពីដៃគូពហុភាគីគឺគេហៅថាធនាគារអភិវឌ្ឍពហុភាគីភាសាអង់គ្លេសថា multilateral development banks មានដូចជាធនាគារអភិវឌ្ឍអាស៊ី ADB ធនាគារពិភពលោក World Bank ឯហ្នឹងហើយក៏មានពី OFID ហ្នឹងជាស្ថាប័នរបស់ OPEC ហ្នឹងជាក្រុមប្រទេសដែលផលិតប្រេងនៅប៉ែកអារ៉ាប់ហើយគាត់បង្កើតជាស្ថាប័នមួយហើយបង្កើតជាមូលនិធិមួយសម្រាប់ផ្ដល់ប្រាក់កម្ចីឲ្យប្រទេសផ្សេងៗហ្នឹងជាភូភាគីដែរមានភូភាគីផ្សេងទៀតដូចជា IFAD ហ្នឹងជាភាសាខ្មែរថាមូលនិធិអភិវឌ្ឍកសិកម្ម
បាទមូលនិធិអភិវឌ្ឍកសិកម្មអន្តរជាតិដូច្នេះវាមានពីដៃគូទ្វេភាគីនិងដៃគូពហុភាគីហើយចំពោះគោលនយោបាយនៃធនាគារអស់ទាំងហ្នឹងគឺគាត់ផ្ដល់អន្តទានសហព័ន្ធបាទការអន្តទានសហព័ន្ធបាទការជូនប្រទេសកំពុងដល់ប្រទេសកំពុងអភិវឌ្ឍហ្នឹងគឺថោកហើយមានហានិភ័យទាបចឹងហើយបានជាយើងត្រូវការខ្ចីពីក្រៅហើយបើយើងខ្ចីនៅខាងក្នុងស្រុកទី1នៅក្នុងស្រុកយើងគឺមានធនាគារពាណិជ្ជដូច្នេះបើយើងខ្ចីវាជាការប្រាក់ពាណិជ្ជកម្មយើងរត់អត់រួចទេអញ្ចឹងហើយបើយើងក្រៅពីនោះមានប្រទេសខ្ចីពីបណ្ដាប្រទេសផ្សេងទៀតយ៉ាងម៉េចដែរបាទបន្តមួយទៀតសិនតាមមួយទៀតទីផ្សារដែលយើងកំពុងរៀបចំទីផ្សារបំណុលនៅក្នុងស្រុកឬក៏ទីផ្សារដែលសម្រាប់បោះមូលបត្ររដ្ឋនៅក្នុងស្រុកដែលយើងត្រូវការពេលវេលាក្នុងការរៀបចំចឹងហើយបានប៉ុន្តែបើសិនជាយើងរៀបចំហើយយើងខ្ចីក៏ការប្រាក់មិនទាបដែរគឺការប្រាក់ទីផ្សារហើយដូច្នេះក្នុងចំពោះប្រទេសកំពុងអភិវឌ្ឍគឺគេមានបងអួចគឺ window មួយពីខាងក្រៅហ្នឹងជាគេខ្ចីពីខាងក្រៅហ្នឹងគឺការប្រាក់ទាបដូចខ្ញុំជម្រាបជូនដើមហើយប្រទេសដែលយើងខ្ចីរហូតដល់បច្ចុប្បន្នហ្នឹងទាំងដៃគូទ្វេភាគីនិងពហុភាគីហ្នឹងគឺមានដូចជាដៃគូទ្វេភាគីមានជប៉ុនមានចិនមានកូរ៉េមានថៃមានឥណ្ឌាមានវៀតណាមអាចមានប្រទេសផ្សេងទៀតដែលអាចខ្ញុំរៀបរាប់មិនអស់បាទហើយពីពហុភាគីគឺពី ADB ធនាគារអាស៊ីធនាគារពិភពលោក OFID OPEC ហ្នឹងដែលជាស្ថាប័នរបស់ OPEC ហ្នឹងហើយគ្រប់គ្រងមូលនិធិរបស់ OPEC ហើយនឹង IFAD យើងខ្ចីគឺយើងខ្ចីអន្តទានដែលមានកម្រិតសម្បទានខ្ពស់ដែលខ្ញុំនិយាយខាងដើមមិញថាថោកណាថោកហើយនឹងមានហានិភ័យទាបហ្នឹងបើនិយាយជាភាសាបច្ចេកទេសហ្នឹងគឺអន្តទានដែលមានកម្រិតសម្បទានខ្ពស់អញ្ចឹងសម្បទានខ្ពស់មានន័យថាការប្រាក់ទាបការប្រាក់ទាបឬមួយក៏យើងគិតទៅជាធាតុអំណោយនោះជាបច្ចេកទេសតិចសូមអធិស្ឋានធាតុអំណោយនោះគឺប្រហែលជាខ្ទង់ 35% បាទន័យថាជាធាតុខ្ទង់ 35% ឡើងអញ្ចឹងយើងចាត់ទុកថាជាអនុទានដែលមានកម្រិតសម្បទានខ្ពស់តែបើមិនក្នុងរង្វង់ 35% ឡើងបាទន័យថាក្នុង100ហ្នឹងគឺមានធាតុអំណោយខ្ទង់ 35% ឡើងហើយហ្នឹងបានយើងខ្ចីហើយដើម្បីឲ្យបានធាតុអំណោយខ្ទង់ប្រហែល 35% ឡើងហ្នឹងគឺយើងខ្ចីក្នុងការប្រាក់ណាការប្រាក់របស់វាគឺអន្តទានខ្លះការប្រាក់0បាទគេអត់យកការប្រាក់ទេគេយកទៅដើមគេได้យកទៅដើមទេហើយកម្រិតនៃអត្រាការប្រាក់ខ្ពស់បំផុតហ្នឹងគឺ 2%អញ្ចឹងការប្រាក់ពី 0% ទៅ 2% ក្នុងមួយឆ្នាំមិនមែនក្នុងមួយខែណាយើងចែកក្នុងទៀបមែនតើមួយការប្រាក់ធនាគារពាណិជ្ជបាទធនាគារពាណិជ្ជមិនប៉ុណ្ណឹងទេ
អាដាមឧបមាថាយើងខ្ចីមកអញ្ចឹងយើងខ្ចីភ្លាមត្រូវសងភ្លាមឬក៏យើងមានពេលពជាមួយដែលទុកលទ្ធភាពឲ្យយើងសម្រាប់សងចំពោះបំណុលបាទអត់ទេគឺមិនខ្ចីភ្លាមមិនដកភ្លាមយកសងភ្លាមទេបើយើងមិនតាន់នឹងបានរកស៊ីផងយើងមិនតាន់បានផលប្រយោជន៍ពីហ្នឹងផងយកសងភ្លាមអីក្នុងទីទូទៅគេពជាពេលយើងរយៈពេលប្រហែលឆ្នាំបាទគេមិនហៅថាពជាពេលទេអាហ្នឹងគេហៅថារយៈពេលអនុគ្រោះរយៈពេលអនុគ្រោះបាទអញ្ចឹងរយៈពេលសង40ឆ្នាំហ្នឹងគឺក្នុងហ្នឹងមានរយៈពេលអនុគ្រោះពី7ខ្លះទៅ7ឆ្នាំខ្លះទៅ10ឆ្នាំមានន័យថាយើងខ្ចីគេបានហើយយើង7ឆ្នាំឬ10ឆ្នាំក្រោយបានយើងចាប់ដើមសងគេចង់មានន័យបាទហ្នឹងហើយពេលដែលយើងខ្ចីយើងដកលុយមកហ្នឹងចាប់ពីពេលដកលុយលើកទី1ហ្នឹងគឺយើងតើតែក្នុងរយៈពេលពី7ទៅ10ឆ្នាំក្រោយមកបានយើងសងប្រាក់ដើមប៉ុន្តែក្នុងរយៈពេលដែលដកប្រាក់លើកទី1រហូតមកហ្នឹងគឺយើងសងការប្រាក់បាទហើយការប្រាក់គេហ្នឹងគឺក្នុងរង្វង់ពីខ្លះហ្នឹងអត់យកការប្រាក់ខ្លះទៅយកប៉ុន្តែខ្ពស់បំផុតគឺ2% ក្នុងមួយឆ្នាំហើយខ្ញុំភ្ជាប់ទៅចំនួនខាងដើមវិញបន្តិចដែលថាហេតុអីយើងខ្ចីគេហ្នឹងព្រោះយើងត្រូវការអភិវឌ្ឍបានយើងខ្ចីគេត្រូវការអភិវឌ្ឍរបស់យើងគឺអភិវឌ្ឍទៅលើវិស័យដែលហេដ្ឋារចនាសម្ព័ន្ធជំរុញកំណើនឬក៏ទ្រទ្រង់កំណើនចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងហើយនឹងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ចឬក៏ផលិតភាពផលិតកម្មសម្រាប់ប្រជាជនបាទអាដាមយើងប្រៀបធៀបដូចប្រទេសមួយចំនួនគេខ្ចីពីប្រភពខាងក្រៅប៉ុន្តែប្រភពទុនធំមួយចំណែកធំក៏គេខ្ចីនៅក្នុងប្រទេសដូចករណីប្រទេសជប៉ុនអីជាដើមសម្រាប់វាអាចមានការខុសប្លែកអីបើយើងធ្វើការប្រៀបធៀបជាមួយប្រទេសកម្ពុជាយើងបាទទី1តើប្រទេសនោះមានទីផ្សារបំណុលក្នុងស្រុកសិនទីផ្សាររញ្ញវត្ថុឬក៏ទីផ្សារទុនក្នុងស្រុកសិនបាទដើម្បីបង្កើតទីផ្សារឲ្យមានទីផ្សារទុននៅក្នុងស្រុកហ្នឹងតើតែយើងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងទីផ្សារបំណុលក្នុងស្រុកហ្នឹងឲ្យបានរឹងមាំយើងមានស្ថាប័នពាក់ព័ន្ធដែលគ្រប់គ្រងនិងអនុវត្តឲ្យត្រួតពិនិត្យនឹងឲ្យបានរឹងមាំដែរយើងមានច្បាប់ហើយតែយើងអត់ទាន់បានរៀបចំលិខិតបទដ្ឋានបន្តទៀតយើងមិនទាន់រៀបចំយើងកំពុងរៀបចំស្ថិតក្នុងដំណើរការបាទកំពុងរៀបចំលិខិតបទដ្ឋានបន្តទៀតដូចជាអនុក្រឹត្យដូចអីហ្នឹងសម្រាប់គ្រប់គ្រងដូចខ្ញុំជម្រាបខាងដើមមិញយើងជាប្រទេសកំពុងអភិវឌ្ឍដែលយើងត្រូវការទុនមកលើគម្រោងវិនិយោគសាធារណៈហ្នឹងដែលទុនហ្នឹងវាមានថ្លៃថោកបើយើងមានទីផ្សារបំណុលក្នុងស្រុកពេលដែលយើងបោះសញ្ញាប័ណ្ណរដ្ឋទៅការប្រាក់គឺការប្រាក់ទីផ្សារការប្រាក់ទីផ្សារដូច្នេះយកមកតលតែគម្រោងហ្នឹងជាគម្រោងដែលមាន generate revenue គឺបង្កើតចំណូលបានគ្រប់គ្រាន់បានច្រើនទើបយើងអាចបោះមូលបត្ររដ្ឋហ្នឹងយកមកវិនិយោគបានព្រោះជាគោលការណ៍នៅក្នុងឯកសារយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈរបស់រដ្ឋយើងគឺយើងមិនខ្ចីមកដើម្បីហិរញ្ញប្បទានទៅលើចំណាយចរន្តទេចំណាយចរន្តឬចំណាយប្រតិបត្តិការរបស់រដ្ឋទេគឺយើងខ្ចីដើម្បីវិនិយោគចឹងនៅក្នុងទៅលើហេដ្ឋារចនាសម្ព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធជំរុញកំណើនជំរុញសកម្មភាពសេដ្ឋកិច្ចគឺនឹងវិស័យដែលមានផលិតភាពសេដ្ឋកិច្ចខ្ពស់វិស័យដែលមានផលិតភាពខាងខ្ពស់ហ្នឹងដូចជាផ្លូវថ្នល់ស្ពានផ្លូវដែកប្រព័ន្ធធារាសាស្ត្របណ្ដាញអគ្គិសនីឯណាខ្វាត់ខ្វាយនឹងកំពង់ផែទន្លេកំពង់ផែសមុទ្រអីហ្នឹងបណ្ដាញចែកចាយទឹកស្អាតនៅទីប្រជុំជនឯណាហ្នឹងសិតតែជាវិស័យបច្ចុប្បន្នកម្ពុជាជាពាក់បំណុលរដ្ឋបំណុលសាធារណៈហ្នឹងជាពាក់គេហ្នឹងចំនួនប្រមាណហើយចាប់ផ្ដើមសងគេហើយទៅនៅបាទទី1
សូមបញ្យល់តនេះសិនមុននឹងឆ្លើយថាតើជាពាក់គេប្រមាណពាក្យថាជាពាក់គេភាសាបច្ចេកទេសយើងថាវាស្មើនឹងគឺជាសន្និធិបំណុលបាទសាធារណៈក្រៅប្រទេសសន្និធិអាចថាខ្លះទៅមិនយល់ថាសន្និធិស្អីបើយើងនិយាយថាស្តុកអាចស្តុកអាចទស្សនិកទូរទស្សនិកជនដែលជាពលរដ្ឋអាចយល់ច្រើននិយាយថាស្តុកបានន័យថាប៉ុន្តែភាសាខ្មែរយើងគឺសន្និធិស្តុកភាសាបរទេសបាទសន្និធិបំណុលសន្និធិបំណុលគឺបានន័យថាយើងជាពាក់គេហ្នឹងហើយបានន័យថាយើងជាពាក់គេប្រមាណហើយពីមុនខ្ញុំធ្លាប់ឮមានការយល់ច្រឡំស្ដាប់ពីសាធារណជនឬក៏ពីទស្សនៈសាធារណៈមកមានការយល់ច្រឡំឲ្យទៅឮថាយើងប្រង់ខ្ចីប្រទេសនេះ$100 លាន$200 លានគេថាយើងជាពាក់បំណុលគេព្រាម$100 លាន$200 លានហ្នឹងឲ្យទៅឮថាដៃគូអភិវឌ្ឍនេះប្រទេសណាមួយឬក៏ដៃគូអភិវឌ្ឍណាមួយថាគេនឹងផ្ដល់អន្តទានសម្បទានឲ្យយើង$200-300 លានមានអ្នកខ្លះកត់ទុកព្រាមថាយើងជាពាក់គេប៉ុណ្ណឹងណាបាទមែនទេគ្រាន់តែជាការនិយាយគ្នាថាខ្ញុំនឹងទៅខ្ចីអ្នកឯងប៉ុណ្ណឹងយើងមានតន់តែជាពាក់គេណាបាទទីហោថាសមាជិកនៃគ្រួសារឬក៏មេគ្រួសារណាមួយហ្នឹងក៏ថាស្អែកទៅខ្ចីលុយនៅធនាគារឬក៏មីក្រូហិរញ្ញវត្ថុណាមួយដើម្បីយកទៅរកស៊ីអីមួយអញ្ចឹងពេលគាត់និយាយគាត់មានតន់ជាពាក់ណាឬមួយក៏ធនាគារហ្នឹងគាត់មកធ្វើការវាចម្លៃទៅហើយគាត់ថាគាត់អាចផ្ដល់ជូនប៉និះបានអញ្ចឹងពេលដែលនិយាយហ្នឹងមានតន់តែពាក់ណាអត់តន់មានជាពាក់ទេតើតែយើងចុះកិច្ចព្រមព្រៀងឲ្យយើងដកលុយហ្នឹងយកមកប្រើបានគេហៅថាយើងជាពាក់គេដូច្នេះពាក្យថាជំពាក់គេឬក៏សន្និធិបំណុលហ្នឹងបានន័យថាវាស្មើនឹងអ្វីដែលយើងដកសាច់ប្រាក់នឹងយកមកប្រើប្រាស់ហើយដកចេញនៅអ្វីដែលយើងបានសងគេវិញបាទអាហ្នឹងគេហៅថាសន្និធិបំណុលបានន័យថាយើងជំពាក់គេហ្នឹងចឹងហើយបច្ចុប្បន្នហ្នឹងយើងគិតត្រឹមពោះតួលេខត្រូវការពេលវេលាដើម្បីទៀងទាត់ដែរណាប៉ុន្តែខ្ញុំគិតថាត្រឹម6 ខែដើមឆ្នាំនេះឆ្នាំ2016នេះត្រឹមចុងខែមិថុនាឆ្នាំ2016នេះយើងជាពាក់គេ5.7សំទោស$5.7 លានឥឡូវហ្នឹងភាសាដែលឲ្យប្រើប្រាស់បច្ចុប្បន្នគឺហៅថា$5.7 billion បាទ$5.7 billionទៅយើងជាពាក់គេគឺជាពាក់ដៃគូអភិវឌ្ឍពហុភាគីផងនិងជាពាក់ដៃគូអភិវឌ្ឍទ្វេភាគីផងក្នុងនោះជាពាក់ដៃគូអភិវឌ្ឍពហុភាគីបានធនាគារពហុភាគីហ្នឹងគឺប្រមាណជា30%ហើយជំពាក់ដៃគូអភិវឌ្ឍទ្វេភាគីប្រមាណជា70%ហើយក្នុងនោះដូចគេមានប្រសាសន៍ថាយើងជាពាក់ចិនច្រើនគេនោះត្រូវហើយគឺយើងជាពាក់ចិនប្រមាណ47%នៃ$5.7 billion ហ្នឹងបាទហើយក្រៅពីហ្នឹងយើងជាពាក់ពហុភាគីហើយទ្វេភាគីផ្សេងៗយើងចាប់ផ្ដើមសងគេឬនៅដែរពេលបច្ចុប្បន្នយើងសងគេយូរហើយដូចជាប្រមាណប្រហែលជាចាំងតាំងពីទសវត្សរ៍90ជាងមើលយើងចាប់ផ្ដើមខ្ចីដំបូងឆ្នាំ1993អញ្ចឹងយើងបូក10ឆ្នាំមកបាទពួកគេឲ្យ grace period គេឲ្យរយៈពេលអនុគ្រោះ10ឆ្នាំបានន័យថាគេទុករយៈពេលដែលយើងរកស៊ីសិនទីហៅថាប្រជាក្រុមហ៊ុនឯកជនណាខ្ញុំនិយាយថាភាសារកស៊ីប៉ុន្តែបើជាប្រទេសខ្ញុំនិយាយថាគេទុករយៈពេលឲ្យយើងយកលុយហ្នឹងមកអភិវឌ្ឍហើយឲ្យមានកំណើនសេដ្ឋកិច្ចសិនហើយបានមានលទ្ធផលបាទគឺ10ឆ្នាំហ្នឹងគេទុកហ្នឹងប៉ុន្តែគម្រោងមិនមែនអនុវត្ត10ឆ្នាំទេអនុវត្ត3ឆ្នាំ4ឆ្នាំ5ឆ្នាំចាប់ហើយអញ្ចឹងរយៈពេលក្រោយពី3ឆ្នាំ4ឆ្នាំ5ឆ្នាំរយៈពេលក្រោយហ្នឹងពេលអនុវត្តវងចប់ហ្នឹងជារយៈពេលដែលយើងបានទទួលចំណូលវិញឬក៏សកម្មភាពសេដ្ឋកិច្ចបានផ្លែផ្កាពីការខ្ចីនឹងវិញយើងមានសមត្ថភាពសងគេអញ្ចឹង
1193ជាការខ្ចីលើកទី1ហើយបូក10ឆ្នាំមកគឺ2003បាទ2003អានោះយើងសង93បូក10ឆ្នាំបាទ2003ដែលយើងចាប់ផ្ដើមសងលើកទី1ប៉ុន្តែក៏យើងអាចសងគេមុនក្នុងតិចដែរដោយសារយើងមានបំណុលចាស់មួយចំនួនជាមួយដៃគូទ្វេភាគីខ្លះណាតូចណាមានន័យថាយើងជាបំណុលតូចនោះក៏យើងបន្តបំណុលមុនតែយើងត្រៀមកម្ចីបន្ថែមសម្រាប់គម្រោងអភិវឌ្ឍថ្មីយើងសងតបាទអាហ្នឹងខ្ញុំនិយាយពីរយៈពេល10ឆ្នាំរយៈពេលអនុគ្រោះ10ឆ្នាំយើងសងប្រាក់ដើមណាប៉ុន្តែការប្រាក់យើងសងតើណាយើងដកគឺយើងសងក្នុងមួយឆ្នាំយើងសង2 ដង6ខែសងម្ដង1ខែសងម្ដងហើយទាំងអស់ហ្នឹងគឺយើងមានរបាយការណ៍ទៅស្ថាប័ននីតិបញ្ញត្តិទាំងអស់6ខែយើងរាយការណ៍ជូនម្ដង6ខែយើងរាយការណ៍ជូនម្ដងតាមច្បាប់កំណត់អាដាមមតិសាធារណជនហ្នឹងជាពិសេសប្រជាពលរដ្ឋកម្ពុជាហ្នឹងតែងតែលើកឡើងថាកូនខ្មែរដែលកើតមកភ្លាមហ្នឹងដឹងតែពីជាពាក់បំណុលគេចំពោះបញ្ហានេះអាដាមមានការពន្យល់បកស្រាយយ៉ាងណាដែរបាទចំពោះការលើកឡើងខាងដើមហ្នឹងបាទទីមួយចង់ភ្ជាប់ទៅខាងដើមបន្តិចសិនដែលយើងនិយាយថាយើងជាពាក់បំណុលគេស្អីណាហ្នឹងហើយយើងមានតួលេខយើងមានអីដែលខ្ញុំបានជម្រាបជូនខាងដើមមិញហ្នឹងហើយទៅហ្នឹងយើងបានបោះពុំជាប្រតិបត្តិស្ថិតិបំណុលសាធារណៈបាទដែលយើងចាប់ដើមបោះពុំយើងកសាងសមត្ថភាពមន្ត្រីរាជការយើងដោយខ្លួនឯងយើងហើយយើងចាប់ផ្ដើមបោះពុំប្រតិបត្តិបំណុលសាធារណៈលើកទី1គឺថ្មីនឹងដែរទេនៅក្នុងខែមិថុនាហ្នឹងប៉ុន្តែយើងដាក់នៅក្នុង website យើងអីចឹងទៅដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនទូទៅដែលគាត់ចង់ដឹងគាត់អីហ្នឹងគាត់អាចចូលទៅក្នុង website របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានហើយនេះជាប្រតិបត្តិបំណុលសាធារណៈគឺព័ត៌មានលម្អិតនៅក្នុងហ្នឹងជាពាក់គេប្រមាណជាពាក់គេប្រទេសណាខ្លះដៃគូណាខ្លះហើយជាពាក់ជារូបិយប័ណ្ណណាខ្លះអីនៅក្នុងហ្នឹងអញ្ចឹងគឺយើងមានការគ្រប់គ្រងច្បាស់លាស់មានការបង្ហាញជាតួលេខនៅក្នុងតារាងនឹងច្បាស់លាស់ហើយយើងនឹងបោះពុំផ្សាយ6ខែម្ដង6ខែម្ដងបាទជាធម្មតាគឺយើងត្រូវការពេលវេលាដើម្បីផ្ទៀងផ្ទាត់តួលេខជាដែរអញ្ចឹង6ខែដើមឆ្នាំ2016នេះយើងកំពុងតែផ្ទៀងផ្ទាត់តួលេខមុននឹងយើងបោះផ្សាយនេះកំពុងផ្ទៀងផ្ទាត់យកទីទៀតនឹងបោះផ្សាយបន្តទៀតដែរអញ្ចឹងនឹងជាឯកសារមួយមានសារៈសំខាន់ដែលទូរទស្សនិកជនឬក៏បងប្អូនជាពលរដ្ឋដែលចង់ស្វែងយល់បន្ថែមគឺមាននៅក្នុងគេហទំព័រគេហទំព័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទហើយនៅក្នុងនោះគឺមានទាំងសាយដ្ឋានសម្រាប់តាក់ទងសួរអំភ្លឺបន្ថែមអីទៀតនៅក្នុងនោះបើសិនជាមើលហើយមិនអានហើយអាចថានៅមិនយល់ច្បាស់ទេគឺមានសាយដ្ឋានតាក់ទងនៅក្នុងនឹងថែមទៀតគឺលោកអាចតាក់ទងបានហើយចំពោះត្រឡប់មករឿងថាកូនខ្មែរកើតមកជាពាក់គេភ្លាមតែម្ដងវាជាតាមពិតអានឹងវាជាតួលេខបំណុលសាធារណៈក្នុងម្នាក់ដែលបានមកពីជារូបមន្តគឺបានមកពីសន្និធិបំណុលសាធារណៈហ្នឹងសរុបសន្និធិបំណុលសាធារណៈឬក៏ស្តុកបំណុលសាធារណៈហ្នឹងចែកឲ្យចំនួនប្រជាពលរដ្ឋប្រជាជនចំនួនប្រជាជននៃប្រទេសមួយហើយវាជាតួលេខមួយដែលសម្រាប់វាស់ស្ទង់បំណុលប្រៀបធៀបមែននឹងសេដ្ឋមែនមានន័យថាអ្នកដែលកើតហ្នឹងក៏ជាប់បំណុលក៏ត្រូវតែមានទូនទីសងបំណុលហ្នឹងទេចង់មានន័យអញ្ចឹងថាមែនអញ្ចឹងទេឬក៏យ៉ាងម៉េចមិនអញ្ចឹងទាំងស្រុងទេមិនអញ្ចឹងទេគ្រាន់តែជាសូចនាករមួយនៃសូចនាករសេដ្ឋកិច្ចទាំងឡាយប្រៀបធៀបបាទសម្រាប់ប្រៀបធៀបហើយសម្រាប់
សម្រាប់ត្រួតពិនិត្យបាន monitor សម្រាប់ត្រួតពិនិត្យទៅលើការគ្រប់គ្រងបំណុលសាធារណៈរបស់រដ្ឋ